សារព្រមានចុងក្រោយដល់ឧក្រិដ្ឋជនបង្កប់ខ្លួនរូបនេះកម្ពុជាបំបោសសម្អាតមហាសទ្ធិចិនស៊ីចេញពីទឹកដីកម្ពុជាក្រោមរូបភាពជាអ្នកវិនិយោគខ្លែងបន្លំនិងជាមេរៀនដ៏ជូរចត់សម្រាប់អ្នកដែលយកកម្ពុជាធ្វើជាខែលបាំងអំពើឧក្រិដ្ឋកម្មឆ្លងដែននេះយុត្តិធម៌បានមកដល់ហើយនៅពេលនេះគឺយុគ9គឺមិនប្រណីឡើយចំពោះអ្នកដែលអាក្រក់នោះការបញ្ជូនខ្លួនលោកចិនស៊ីមហាសទ្ធិលុយរាប់លានកោតដុល្លារសហរដ្ឋអាមេរិកនិងបកពួក2អ្នកផ្សេងទៀតទៅកាន់ប្រទេសចិនកាលពីថ្ងៃទី6ខែមករាឆ្នាំ2026គឺជាសក្ខីភាពដែលបង្ហាញថាកម្ពុជាមិនមែនជាដែនដីសម្រាប់ជនឧក្រិដ្ឋលាក់ខ្លួនឡើយការដកសញ្ជាតិខ្មែរនិងការបណ្ដេញចេញដោយបង្ខំនេះគឺជាការបញ្ចប់នៅសក្ការៈនៃបុគ្គលដែលប្រើប្រាស់ឥទ្ធិពលលុយកាក់ដើម្បីបិទបាំងទង្វើទុច្ចរិតបំផ្លិចបំផ្លាញកិត្តិយសប្រទេសជាតិកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងកម្ពុជាចិនបានបង្ហាញឲ្យឃើញថាគ្មានជំរកសម្រាប់មហាឧក្រិដ្ឋជនឡើយទោះមានខលបាំងអាជីវកម្មធំប៉ុណ្ណាក៏ដោយនេះគឺជាសារដាស់តឿនយ៉ាងម៉ឺងម៉ាត់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបុគ្គលណាដែលមានប្រវត្តិមិនស្អាតស្អំឬកំពុងជ្រកកោនធ្វើសកម្មភាពខុសច្បាប់លើទឹកដីកម្ពុជាគួរដឹងខ្លួននិងចាក់ចេញទៅវិញជាបន្ទាន់ទៅមុននឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់ដ៏ក្តៅគគុកដោយករណីចិនស៊ីនេះចឹងរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍តែអ្នកវិនិយោគដែលមានមនសិការនិងភាពស្មោះត្រង់តែប៉ុណ្ណោះយើងមិនត្រូវការបុគ្គលដែលនាំមកនៅភាពស្អុយឈ្មោះដល់កម្ពុជានោះទេហើយរស់នៅលើគំនរទុក្ខវេទនារបស់ជនរងគ្រោះតាមរយៈការឆោបបោកនិងលាងលុយកខ្វក់នោះទេគួរបញ្ជាក់ផងដែរថាយុត្តិធម៌បានចែងច្បាស់ហើយថាបុគ្គលដែលប្រព្រឹត្តបទល្មើសលើទឹកដីកម្ពុជាព្រះក៏មិនជួយដែរក៏តែងតែត្រូវកំចាត់ចោលនៅរាល់អំពើអាក្រក់ទាំងពួងកម្ពុជានឹងបន្តបោសសម្អាតឲ្យអស់នៅជនបង្កប់ខ្លួនដើម្បីរក្សាសេចក្តីថ្លៃថ្នូររបស់ជាតិមាតុភូមិកម្ពុជាបើមិនចង់ឲ្យស្អុយឈ្មោះនិងបាត់បង់សេរីភាពអស់មួយជីវិតនោះជនឧក្រិដ្ឋទាំងឡាយមិនគួរយកខ្លួនមកសាកល្បងជាមួយនឹងច្បាប់ព្រះរាជាណាចក្រកម្ពុជាឡើយ